เศรษฐกิจไทยจบบัญชีขมายอเมริกเวียดนามรอคืนมหาสมบัติเปล่งกาดនឹងកម្ដៅសង្គ្រាមអាមេរិកអ៊ីរ៉ាំងដំណឹងដ៏គួរឲ្យរន្ធត់មួយបានកើតឡើងគឺក្រសួងហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកបានសម្រេចចិត្តជាផ្លូវការក្នុងការបញ្ចូលប្រទេសថៃទៅក្នុងបញ្ជីតាមដានឬហៅថា monitoring list ដែលជាបញ្ជីខ្មៅនៃបណ្ដាដៃគូពាណិជ្ជកម្មសំខាន់ៗដែលអាមេរិកសង្ស័យថាមានគោលនយោបាយអត្រាប្តូរប្រាក់និងម៉ាក្រូសេដ្ឋកិច្ចមិនប្រក្រតីការសម្រេចចិត្តដ៏តក់ស្លុតនេះធ្វើឡើងបន្ទាប់ពីអាមេរិកសង្កេតឃើញថាប្រទេសថៃមានអតិរេកពាណិជ្ជកម្មខ្ពស់ខ្លាំងជាមួយសហរដ្ឋអាមេរិកនិងមានតុល្យភាពគណនេយ្យចរន្តលើសលប់ដែលទាមទារឲ្យមានការពិនិត្យយ៉ាងដិតដល់ពីសំណាក់រដ្ឋាភិបាលក្រុង Washington និយាយឲ្យចំទៅការរកស៊ីជាមួយសហរដ្ឋអាមេរិកគឺល្អណាស់ប៉ុន្តែថៃកុំចង់បោកភ្នែកអាមេរិកឲ្យសោះគឺមិនរួចខ្លួនឡើយតាមរយៈការដាក់បញ្ចូលក្នុងបញ្ជីខ្មៅនេះសហរដ្ឋអាមេរិកនឹងបង្កើនការត្រួតពិនិត្យកាន់តែខ្លាំងឡើងលើការអនុវត្តរូបិយប័ណ្ណនិងយន្តការអត្រាប្តូរប្រាក់របស់ថៃវិធានការនេះមានគោលបំណងធានាថាដៃគូពាណិជ្ជកម្មមិនបានធ្វើអន្តរាគមន៍ក្នុងទីផ្សាររូបិយប័ណ្ណដោយអយុត្តិធម៌ដើម្បីទាញយកផលចំណេញផ្នែកពាណិជ្ជកម្មឬបង្ការការឡើងថ្លៃនៃរូបិយប័ណ្ណរបស់ខ្លួននោះឡើយបច្ចុប្បន្នមានប្រទេសចំនួន10ដែលស្ថិតក្នុងបញ្ជីតាមដាននេះរួមមានចិនជប៉ុនកូរ៉េខាងត្បូងតៃឡង់សិង្ហបុរីវៀតណាមអាល្លឺម៉ង់អ៊ីតាលីស្វីសនិងចុងក្រោយគេគឺប្រទេសថៃដែលជាសមាជិកថ្មីទើបនឹងបញ្ចូលនេះគឺជាការសង្កេតយ៉ាងល្អិតល្អន់ពីសំណាក់អាមេរិកដើម្បីកុំឲ្យមានការកេងប្រវ័ញ្ចញើសឈាមអាមេរិកអ្វីទៅជាបញ្ជីតាមដានរូបិយប័ណ្ណរបស់អាមេរិកមកលើសេដ្ឋកិច្ចថៃវាគឺជាយន្តការត្រួតពិនិត្យសេដ្ឋកិច្ចដើម្បីវាយតម្លៃលើដៃគូពាណិជ្ជកម្មដែលសង្ស័យថាបានបង្ក្រាបតម្លៃរូបិយប័ណ្ណឲ្យទាបដើម្បីទាញផលចំណេញពីការនាំចេញទៅអាមេរិកលក្ខខណ្ឌដែលនាំឲ្យជាប់បញ្ជីនេះរួមមានការមានអតិរេកពាណិជ្ជកម្មខ្ពស់និងសញ្ញានៃការធ្វើអន្តរាគមន៍ទីផ្សារមិនប្រក្រតីប្រសិនបើថៃមិនមានការកែសម្រួលឲ្យមានតម្លាភាពទេថៃអាចនឹងប្រឈមមុខនឹងការចោទប្រកាន់ជាផ្លូវការថាជាអ្នករៀបចំរូបិយប័ណ្ណដែលអាចឈានទៅរកការដំឡើងពន្ធនាំចូលឬទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរពីមហាអំណាចលេខ1ពេលនេះថៃកំពុងតែបើកភ្នែកធំដូចជាចោរដែលត្រូវប៉ូលីសចាប់បានយ៉ាងអញ្ចឹងឯងក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Donald Trump ឬលោកតាស្វាយត្រាំយុទ្ធសាស្ត្រ Make America Great Again កំពុងដំណើរការយ៉ាងខ្លាំងពេលនេះមាសដែលធ្លាប់តែឡើងថ្លៃក៏បានដាំក្បាលដុះចុះបន្តិចហើយពី$5,500មកសល់ត្រឹម$5,300ចំណែកភាគហ៊ុន S&P របស់អាមេរិកបានហក់ឡើងដល់7,000ចំណុចនិងអត្រាការប្រាក់ដុល្លារក៏នៅតែល្អប្រសើរងាកមកមើលប្រទេសវៀតណាមដែលជាអ្នកជិតខាងអៀងវិញម្ដងគឺកំពុងតែឡើងកូដខ្លាំងមែនទែនកាលពីមុនផ្ទុះរឿងជោគជ័យក្នុងវិស័យបន្ទាក់ chip semiconductor ឥឡូវនេះវៀតណាមបានដើរទៅមុខមួយជំហានធំទៀតហើយកាលពីថ្ងៃទី29មករាក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមបានបញ្ជាក់ជាផ្លូវការនៃការរកឃើញប្រភពប្រេងកាតឬមាសខ្មៅដ៏មហាសាលនៅវាលហៃស៊ូវ៉ាំងប្រភពប្រេងនេះត្រូវបានប៉ាន់ប្រមាណថាមានចន្លោះពី170ទៅ430លានបារ៉ែលដែលជាលទ្ធផលនៃកិច្ចសហការរករើកជាមួយក្រុមហ៊ុន Murphy Oil របស់សហរដ្ឋអាមេរិកការរកឃើញនេះនឹងជួយឲ្យវៀតណាមកាត់បន្ថយការនាំចូលថាមពលនិងបង្កស្ថិរភាពសេដ្ឋកិច្ចជាតិក្នុងរយៈពេលវែងវៀតណាមកំពុងបង្ហាញខ្លួនយ៉ាងលេចធ្លោលើឆាកអន្តរជាតិតាមរយៈសមិទ្ធផលយុទ្ធសាស្ត្រធំពីរក្នុងពេលតែមួយគឺការក្លាយជាមជ្ឈមណ្ឌលផលិតបន្ទះឈីបសកលដោយទាក់ទាញក្រុមហ៊ុនដូចជា Intel, Samsung និង Nvidia និងការមានសន្តិសុខថាមពលរឹងមាំប្រិយមិត្តអើយវៀតណាមគេធ្វើការស្ងប់ស្ងាត់ណាស់ប៉ុន្តែចេញមកម្ដងគឺខ្លឹមតែម្ដងគេមិនស្ថិតក្នុងបញ្ជី75ប្រទេសដែលអាមេរិករឹតបន្តឹងទីដកាវីសាដោយថៃនិងកម្ពុជាឡើយបើបងប្អូនណាដឹងរឿងនេះច្បាស់ជួយបញ្ជាក់បន្ថែមផងអញ្ចឹងទេកម្ពុជាយើងឈប់អួតទៅគួរតែរៀនសូត្រតាមវៀតណាមខ្លះគេសងំតែគេធ្វើបានសម្រេចចំណែកឯថៃវិញគួរតែក្រឡេកមើលវៀតណាមផងឈប់វាយប្រហារកម្ពុជាហើយប្រាំងរកស៊ីរួមគ្នាទៅប្រយ័ត្នវៀតណាមវ៉ាដាច់ឥឡូវហើយរាល់ថ្ងៃនេះគេព្យាករណ៍ថាសេដ្ឋកិច្ចថៃអាចនឹងធ្លាក់ដល់បាតតារាងហើយក្លាយជាអ្នកជំងឺនៃតំបន់អាស៊ានទៀតផងចូលមកដល់រឿងមជ្ឈិមបុព្វាវិញស្ថានភាពបានឈានដល់ចំណុចប្រកាសអាសន្នទីក្រុងតេរ៉ង់បានងាកមកពង្រឹងការការពារជាតិដល់ទៅ200%លើកពីការចរចាដើម្បីឆ្លើយតបទៅនឹងវត្តមានកងនាវាចម្បាំងអាមេរិក USS Abraham Lincoln អ៊ីរ៉ាំងបានដាក់ពង្រាយ drone យុទ្ធសាស្ត្រថ្មីចំនួន 1000 គ្រឿងដែលមានសមត្ថភាពវាយប្រហារគ្រប់ទិសដៅដើម្បីការពារការឈ្លានពានដែលខ្លួនធ្លាប់ជួបកាលពីអតីតកាល
ចំណែកឯប្រធានាធិបតី Donald Trump ក៏បានផ្ញើសារព្រមានយ៉ាងម៉ឺនម៉ាត់ដោយដាក់លក្ខខណ្ឌចម្បងពីរគឺទី1អ៊ីរ៉ាំងត្រូវបោះបង់អាវុធនុយក្លេអ៊ែរនិងទី2បញ្ឈប់ការបង្ក្រាបក្រុមបាតុករដែលកំពុងធ្វើបាតកម្មសពថ្ងៃដែលមិនដឹងថាស្លាប់ប៉ុន្មានពាន់នាក់ទៅហើយនោះទេទោះបីជាលោកត្រាំបង្ហាញឆន្ទៈចង់ឲ្យអ៊ីរ៉ាំងវិលមករកតុចរចាដើម្បីកិច្ចព្រមព្រៀងយុត្តិធម៌ក៏ដោយប៉ុន្តែលោកក៏បានបញ្ជាក់ច្បាស់ថាកងទ័ពអាមេរិកបានត្រៀមខ្លួនរួចជាស្រេចក្នុងបេសកកម្មវាយលុកយ៉ាងរហ័សនិងខ្លាំងក្លាបំផុតប្រសិនបើចាំបាច់ចំណែកឯក្នុងប្រទេសអ៊ីរ៉ង់វិញប្រជាពលរដ្ឋកំពុងរស់ក្នុងក្តីបារម្ភយ៉ាងខ្លាំងអាជ្ញាធរចាប់ផ្ដើមស្តុកទុកទំនិញនិងសាងសង់ចម្រក់ក្រោមដីភាពតានតឹងរវាងមហាអំណាចទាំងពីរនេះកំពុងស្ថិតលើបន្ទាត់ក្រហមដែលទាមទារឲ្យមានការតាមដានយ៉ាងដិតដល់បំផុតពីសហគមន៍អន្តរជាតិបាទទាំងនេះគឺជាព័ត៌មានជម្រាបជូននាវេលាម៉ោង 3:09 នាទីនេះសូមបងប្អូនកុំភ្លេចជួយ share វីដេអូនេះឲ្យបានច្រើនដើម្បីឲ្យពិភពលោកបានឃើញពីការពិតដែលកំពុងកើតឡើងហើយកុំភ្លេចចុច Subscribe និងដាក់រូបកណ្ដឹងដើម្បីទទួលបានព័ត៌មានថ្មីៗពីយើងខ្ញុំបាទសូមអរគុណនិងសូមជម្រាបលា